ចាប់ផ្ដើមឡើងនៃសាច់រឿងជាមួយនឹងរលឹកធម្មពលដែលឆៅហ្វឹងនាងបានបញ្ចេញវាពិតជាខ្លាំងធ្វើឲ្យមនុស្សមួយចំនួនដែលនៅទីនេះគឺត្រូវបានស្លាប់បាត់បង់ជីវិតអស់ភ្លាមតែម្ដងហើយសូម្បីតែរនាំងការពាររបស់ហ៊ូស៊ីននឹងក៏ស្ទើរតែមិនអាចទប់ទល់បានដែរបន្តិចក្រោយមកនៅពេលដែលធម្មពលទាំងអស់នេះបានបាត់ទៅវិញយើងក៏ឃើញថាមនុស្សទាំងអស់ក៏ត្រូវបានស្លាប់កន្លែងក៏ត្រូវបានបំផ្លាញឆៅហ្វឹងក៏និយាយថាវាពិតជាគួរឲ្យធុញខ្លាំងមែនទែនជាប៊ូហ្វានក៏បានបន្តទៀតថាជាមួយនឹងកម្លាំងរបស់បងស្រីតើពួកគេគឺអាចទប់ទល់បានដោយរបៀបណាទៅសរុបគ្នានោះកញ្ញាមុខលុយរបស់យើងកំពុងតែយំសួរតែកាន់ឆៅហ្វឹងហេតុអ្វីបានជាសម្លាប់ពួកគេទៅវិញនិងក៏យំរៀបរាប់ទៅកាន់ហ៊ូស៊ីនតែនាងគួរតែទៅទាមនុស្សដែលជំពាក់លុយនាងគឺអំពីកន្លែងណាមកដោយសារតែពួកគេនឹងគឺបានស្លាប់អស់ទៅហើយប៉ុន្តែហ៊ូស៊ីនគេក៏បានញញឹមរួចហើយក៏បានកវាសនៅដៃរបស់គេបន្តិចអាវុធវេទមន្តជាមួយនឹងប្រាក់យ៉ាងច្រើនក៏បានអណ្ដែតចេញមកហ៊ូស៊ីនក៏សួរទៅកាន់ឈូថាប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយឬនៅកញ្ញាមុខលុយរបស់យើងក៏ប្រាប់ថាប៉ុណ្ណឹងវាលើអំពីគ្រប់គ្រាន់ទៅហើយប្រាក់របស់នាងក៏នៅតែជាប្រាក់របស់នាងដដែលសៀប៊ូហ្វានក៏បានដើរចូលមកសួរទៅកាន់ឈូតែនាងគឺភ្លេចអំពីអ្វីដែលគ្រូរបស់នាងបាននិយាយហើយមែនទេចំណែកកញ្ញាមុខលុយរបស់យើងគឺបានត្រឹមតែញញឹមសាច់រឿងបន្តរបស់យើងកាត់ទៅមើលមន្ទីរពិសោធន៍ឯណោះយើងក៏បានឃើញអំពីបុរសម្នាក់កំពុងតែនិតជាមួយនឹងអាយុរបស់គេដែលអាយុនឹងគឺត្រូវបានគេឲ្យឈ្មោះថាអ្នកចម្បាំងជប៉ុនហើយម្នាក់នឹងក៏ត្រូវបានគេឲ្យឈ្មោះថាគ្រូពេទ្យពីការភ្នែកគេក៏បាននិយាយឡើងទៀតថាដរាបណាឲ្យតែយើងមើលមិនឃើញប្រកាសជាគ្មានការភ័យខ្លាចហើយប្រកាសជាមិនដឹងអំពីការឈឺចាប់នោះទេបន្តទៀតថាយ៉ាងណាក៏ដោយក៏នៅតែខ្វះខាតបេះដូងមួយទៀតបន្ទាប់មកគេនឹងក្លាយទៅជារាងកាយមួយដែលរឹងមាំបំផុតហើយអំណាចរបស់វាវិញគឺនឹងលើអំពីដែនកំណត់នៃអ្នកវឹកហាត់មនុស្សមួយចំនួនដែលបានជាប់ឃុំឃាំងនៅក្នុងទ្រុងនឹងក៏ចាប់ផ្ដើមមានការភ័យខ្លាចបន្តទៀតហើយពួកគេក៏បានបាត់បង់នៅអវយវៈរៀងៗខ្លួនដែរម្នាក់នឹងក៏បានបន្តថាតើចាំបាច់មានការភ័យខ្លាចធ្វើអ្វីព្រោះថារាងកាយរបស់គេដែលបានលះបង់ឲ្យអាយុរបស់គាត់នឹងក៏ទទួលបាននៅភាពរឹងមាំមួយផងដែរហើយពួកគេក៏តែងតែប្រាថ្នាចង់បាននៅអំណាចដូច្នោះនៅពេលនេះគាត់ក៏បានបំពេញបំណងរបស់ពួកគេរួចទៅហើយដូច្នោះហើយពួកគេគួរតែអរគុណគាត់ប៉ុន្តែសរុបគ្នានោះក៏ស្រាប់តែមានកូនចៅម្នាក់បានបរិយាកាប្រាប់ថានៅលើទីលានប្រកួតមនុស្សទាំងពីរនាក់ដែលជាចំណូលថ្មីបានធ្វើឲ្យធម្មពលផ្ទុះឡើងហើយមនុស្សទាំងអស់ដែលមានវត្តមានគឺសុទ្ធតែត្រូវបានស្លាប់ឬដូច្នោះហើយគ្រូពេទ្យពីការភ្នែកនឹងក៏ប្រាប់ថាវាពិតជាអស្ចារ្យណាស់ហើយក៏បញ្ជាឲ្យនាងទៅចាប់មនុស្សទាំងពីរនាក់នោះនិយាយថានៅទីបំផុតបេះដូងដែលមានធម្មពលដ៏ខ្លាំងក្លាគេគឺបានរកឃើញហើយចំណែកកូនចៅម្នាក់នឹងគឺមានឈ្មោះថាម៉ៃយិនហើយនាងក៏បានផ្លាស់ប្ដូរកន្លែងការងារផងដែរនិយាយតបទៅវិញថាប្រសិនបើគេខ្លាំងទៅចាប់មនុស្សទាំងពីរនាក់នោះដោយខ្លួនឯងទៅបន្ទាប់មកនាងក៏បានចាក់ចែងទៅបាត់គេក៏នៅតែបន្តទៀតថាគេគឺបានបង្កើតរាងកាយនេះឡើងជាមួយនឹងធម្មពលរន្ទះនិងធម្មពលភ្លើងហើយវាក៏คล้ายទៅជារាងកាយមួយដ៏រឹងមាំបំផុតដែលមិនអាចបំផ្លាញបានហើយនៅពេលនេះគេក៏ទទួលបាននៅបេះដូងមួយទៀតដែលមានធម្មពលដ៏ខ្លាំងក្លាបំផុតដូច្នោះហើយអាយុរបស់គេនឹងคล้ายទៅជាអត្តភាពមួយដ៏ខ្លាំងក្លាជាងគេបំផុតនៅក្នុងដែនដីពិសិដ្ឋរបស់គេប៉ុន្តែឈូដើរចូលទៅប្រាប់ថានាងមិនជឿនោះទេឬដូច្នោះហើយគេក៏បានកវាកំបិតមកខាងនេះសួរថាតើអ្នកណាគឺជាអ្នកនិយាយសាច់រឿងបន្តរបស់យើងកាត់ទៅមើលកន្លែងរបស់ស៊ូយ៉ាងឯនោះវិញនៅពេលដែលធ្វើដំណើរមកដល់កន្លែងមួយហើយកូនសិស្សនឹងក៏ប្រាប់ថាច្រកចូលទៅក្នុងឡាងសៀនយានដែលជាឡាងឋានសួគ៌នឹងគឺនៅចំពោះមុខគាត់ហើយដោយសារតែមើលមិនឃើញអ្វីនោះស្ដេចបិសាចតូចក៏សួរថាតើកូនសិស្សម្នាក់នឹងកំពុងតែចង់បោកគេមែនទេគេក៏ប្រាប់តបមកវិញថាមិនហ៊ានបោកនោះទេហើយណាមួយគេក៏មិនអាចបោកអ្នកគ្រប់គ្នាបានដែរស៊ូយ៉ាងក៏បានបន្តទៀតថាវាគ្រាន់តែជាក្បួននៃការបំភាន់មួយតែប៉ុណ្ណោះសានាងក៏បានបន្តនិយាយថាតើអាចទេមានមនុស្សម្នាក់ប្រើប្រាស់ធម្មពលគឺដើម្បីបំបែកលំហឬដូច្នោះហើយកូនសិស្សនឹងក៏ប្រាប់ថានោះគឺជាអាចកំបាំងនៃបាត់របស់គេហើយអ្នកទាំង3គឺពិតជាឆ្លាតខ្លាំងមែនទែនស្ដេចបិសាចតូចក៏សួរបន្តថាលោកគ្រូតែយើងគួរតែឆ្លងកាត់ក្បួននៃការបង្កើតនេះដោយរបៀបណាទៅស៊ូយ៉ាងក៏ប្រាប់ថាបោះជំហានទៅកាន់កន្លែងទៅទេហើយប្រើប្រាស់ត្រឹមតែមួយជំហានតែប៉ុណ្ណោះប្រកាសជាអាចឆ្លងកាត់បានបន្ទាប់មកជាមួយនឹងធម្មពលរបស់គាត់ក៏បានឆ្លងកាត់ក្បួននៃការបំភាន់នេះបានយ៉ាងងាយស្រួលសានាងបន្ទាប់ពីមកដល់ទីនេះហើយក៏នៅតែសឹងមិនជឿថានេះវាគឺជាលអាងភ្នំបើយើងក៏លេចទៅមើលខាងក្រោមក៏បានឃើញអំពីមនុស្សមួយចំនួនដែលកំពុងតែវាយធ្វើអាប់ទៅកាន់មនុស្សសាមញ្ញមួយចំនួននឹងឲ្យពួកគេធ្វើការហើយអ្នកខ្លះទៀតដោយសារតែពួកគេអត់ឃ្លាននឹងបន្ទាប់ពីឃើញអាហារហើយក៏ចង់ហូបផងដែរប៉ុន្តែពួកគេក៏បានសន្លប់ធ្វើអាប់ទៅដោយនិយាយថាប្រសិនបើនរណាម្នាក់ហ៊ានតែលួចខ្ជិលគេនឹងខ្វេះកែវភ្នែកមនុស្សម្នាក់នោះតែម្ដងស្របពេលដែលស្ដេចបិសាចតូចដែលនៅខាងលើនេះវិញក៏សួរថាតើទាំងអស់នេះវាគឺជាខួរឆ្អឹងផ្កាយមែនទេដែលគេបាននិយាយថាត្រឹមតែមួយដុំតូចតែប៉ុណ្ណោះគឺអាចចម្រាញ់ធ្វើជាអាវុធវេទមន្តអាចបំផ្លាញមេឃបានដូច្នោះជាមួយនឹងចំនួនដ៏ច្រើនបែបនេះក៏និយាយថាលោកគ្រូពួកយើងខ្លាយទៅជាអ្នកមានហើយចំណែកសានាងក៏សួរបន្តតើលោកគ្រូគឺបានដឹងយូរហើយមែនទេថាបយិនស៊ីនេះគឺមាននៅខួរឆ្អឹងផ្កាយចំណែកស៊ូយ៉ាងក៏ប្រាប់ថាខួរឆ្អឹងផ្កាយនេះវាគឺជាសម្ភារៈដ៏កម្រដើម្បីប្រើប្រាស់ក៏ដូចជាធ្វើនៅទុកវិញ្ញាណឬដូច្នោះហើយស្ដេចបិសាចតូចក៏បានបន្ថែមថាប្រសិនបើមិនមែនដោយសារតែបិសាចចំណាស់ជូធានថងបានលួចយកនៅទុកវិញ្ញាណរបស់លោកគ្រូទៅទេម្ល៉េះហើយលោកគ្រូក៏មិនបានជួបនៅការលំបាកបែបនេះដែរបន្ទាប់មកអ្នកទាំង3ក៏នៅតែធ្វើ
ដំណើរទៅមុខបន្តមិនយូរប៉ុន្មាននោះក៏ស្រាប់តែកូនសិស្សនៅក្នុងបកយិនស៊ីងបានឃើញវត្តមាននៃការមកដល់របស់អ្នកទាំង3អញ្ចឹងក៏សួរថាតើពួកគេគឺជាចំណូលថ្មីមែនទេបើអញ្ចឹងហេតុអ្វីបានជាមិនធ្វើការមកឈើនៅទីនេះធ្វើអ្វីបន្ទាប់ពីលើកដូច្នោះហើយសានាងក៏បានប្រាស់ប្រាស់នៅផ្កាកុលាបរបស់នាងជីវិតរបស់គេក៏ត្រូវបានបញ្ចប់ភ្លាមៗសមាជិកផ្សេងទៀតឃើញដូច្នោះហើយក៏នាំគ្នាសម្រុកចូលទៅហើយនៅពេលនេះផ្កាកុលាបបូកបន្ថែមជាមួយដណ្ដាភ្លើងក៏បានផ្ដាច់ជីវិតរបស់ពួកគេត្រឹមតែមួយរំពេចផងដែរចំពោះស៊ូយ៉ាងគាត់ក៏នៅតែទៅមុខមកដល់កន្លែងមួយហើយក៏និយាយថានេះវាគឺជាតំបន់ចំណុចកណ្ដាលដែលជាតំបន់ស្នូលនៃឥណ្ឌូរ៉ែនេះរួចហើយក៏បានបង្ហាញអំពីអំណាចធម្មពលរបស់គាត់បន្តិចដោយយើងក៏ឃើញថាធម្មពលទាំងអស់នេះវាក៏ចាប់ផ្ដើមបន្តស្រូបយកនៅខួរចឹងផ្កាយទាំងអស់នេះទៅក៏លេចទៅមើលខាងក្រៅនេះវិញក៏ស្រាប់តែកន្លែងដែលនៅចំពោះមុខពួកគេចាប់ផ្ដើមមានការប្រែប្រួលម្នាក់ក៏សួរថាតើមានអ្វីកើតឡើងហើយមិនយូរប៉ុន្មាននោះវាក៏បានបាក់ស្រុតចុះទៅខាងក្រោមតែម្ដងទៅមេបកនៃបកយិនស៊ីងកំពុងតែមានការងើយឆ្ងល់នោះកូនសិស្សម្នាក់ក៏បានបរិយាប្រាប់ថាស៊ូយ៉ាងគឺបានរកឃើញអំពីទីតាំងនៃឥណ្ឌូរ៉ែរបស់យើងហើយក៏បានប្រមូលយកនៅខួរចឹងផ្កាយទាំងអស់នេះដែរកំពុងតែនិយាយស៊ូយ៉ាងក៏បានឡើងមកពីខាងក្រោមវិញបន្ទាប់មកតាចារ្យនឹងក៏បានស្រែកទៅកាន់ស៊ូយ៉ាងថាគេគឺពិតជាក្លាហានដែលហ៊ានបំផ្លាញឥណ្ឌូរ៉ែរបស់គាត់ស៊ូយ៉ាងក៏ប្រាប់ថារឿងទាំងអស់នេះគឺទុកឲ្យពួកគេគឺជាអ្នកចាត់ការហើយក៏លេចទៅមើលខាងក្រោយក៏បានឃើញអំពីមនុស្សយ៉ាងច្រើនកំពុងតែលេចឡើងតាចារ្យនឹងក៏សួរថាតើពួកគេគឺរួចខ្លួនដោយរបៀបណាពួកគេក៏បាននិយាយថាតាចារ្យនឹងគឺបានរៀបចំក្បួននៃការបង្កើតមួយចំនួននៅក្នុងក្តារភ្នំដើម្បីបិទនៅសរសៃវិញ្ញាណរបស់គាត់ហើយបន្ទាប់មកក៏បានបង្ខំឲ្យពួកគាត់នឹងធ្វើការងារដ៏កខ្វក់ឲ្យតាចារ្យម្នាក់នឹងនិយាយចប់ហើយក៏ប្រាប់ថាបងប្អូនទាំងអស់គ្នាចូលឬហើយនោះម្នាក់ក៏បានប្រើប្រាស់នៅអាវុធក៏ដូចជាកណ្ដាប់ដៃវាសម្ដៅទៅលើកូនសិស្សនៅក្នុងបកយិនស៊ីងតាចារ្យនឹងវិញបើទោះបីជាចិត្តស្លាប់ហើយក៏ដោយក៏នៅតែប្រាប់ទៅកាន់ពួកគេថាគាត់គឺជាម្ចាស់ទីក្រុងពួកគេគឺមិនអាចសម្លាប់គាត់បាននោះទេប៉ុន្តែយ៉ាងណាក្ដីពួកគេគឺមិនខ្វល់នោះទេហើយសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា